សួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺមានភ្ញៀវម្នាក់គាត់យកប្រភេទ Tro Mini Series ឈុត combo ហើយប្រភេទនេះគឺជាប្រភេទ tele screen ទៀតណាអញ្ចឹងគឺខ្ញុំធ្វើការបើកមើលទាំងអស់គ្នាថាខាងក្នុងហ្នឹងមានអីគេខ្លះតោះគឺជាប់ស៊ីលទាំងអស់គ្នាឃើញបាទហើយកាបូបនេះយើងអាចស្ពាយបានទាំងអស់គ្នាចាំបានទៀតមកបាទនេះគឺជាប្រភេទ tele RC គឺជាប្រភេទ tele touch screen ណាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ប្រើប្រាស់ផ្ទាល់គាត់អត់ចាំបាច់ដាក់ទូរស័ព្ទទេនៅពេលដែលយើងប្រើប្រាស់ផ្ទាល់គឺយើងគ្រាន់តែបើក drone បើក tele នេះគឺជាការស្រេចណាយើងប្រើប្រាស់តែម្ដងបាទនេះបាទនេះគឺជាតួធំរបស់យើងគឺប្រភេទ drone mini 3បាទទាំងអស់គ្នាមើលរៀងបើអាចនិយាយបានថាប៉ុនបាតដៃបើសិនជាកាន់ហើយបើសិនជាយើងបើកដោយអាមទៀតវាធំជាងបាតដៃតិចបាទនេះគ្នាឃើញទេបាទចឹងសម្រាប់ដ្រូនថ្មីគឺវាអត់មានព័ត៌មានថ្មទាំងអស់គ្នាឃើញអត់មានភ្លើងទេហើយយើងមើលខាងក្នុងទៀតអានេះវាមានកដាស់សភៅណែនាំយើងហើយជាមួយនឹង sticker DJI ក្នុងនេះគឺមាន hat ហើយនឹងថ្ម2គ្រាប់អញ្ចឹងសម្រាប់នៅក្នុងឈុតនេះគឺមានថ្ម3ហើយក្នុង hat នេះ2គ្រាប់ហើយនឹងនៅក្នុង drone 1គ្រាប់ទៀតអញ្ចឹងទាំងអស់មាន3គ្រាប់បាទនៅក្នុងរូបនេះទៀតគឺយើងមានស្លាបសកួរបន្ថែមទាំងអស់គ្នាឃើញទេបាទស្លាបសកួរហើយរូបខាងមុខនេះមានអីទៀតអត់មានទេបាទអញ្ចឹងអានេះក៏អត់មានភ្លើងដែរអញ្ចឹងខ្ញុំសុំពេលបងប្អូនគ្នាមកផ្លែតសាកថ្មហើយខ្ញុំនឹងប្រាប់ពីរបៀប activate ក្នុងនេះតែម្ដងអញ្ចឹងឥឡូវយើងចូលមក activate tele ហ្មងទូអញ្ចឹង activate tele ទាំងអស់គ្នាគ្រាន់តែដំបូងចូលបើកដំបូងមកគឺគេសួរយើងថាត្រូវដាក់ភាសាអីចឹងណាវាមានភាសាអារ៉ាប់ English ឥណ្ឌូនេស៊ីចិន កូរ៉េគឺមានច្រើនអញ្ចឹងទូទៅដាក់ English មកបាទnext មកអញ្ចឹងយើងត្រូវការ connect Wi-Fi បាទអញ្ចឹងខ្ញុំសុំវាយ password Wi-Fi របស់ហាងចូលសិនបាទអូខេ next មកជាប់ Wi-Fi ហើយ next ទៀតមក confirm ហើយបន្ទាប់មកកន្លែងនេះគឺបើសិនជាអ្នកដែលប្រើថ្មីហ្មងគឺទាមទារឲ្យបង្កើត Gmail ថ្មីទាំងអស់គ្នាអត់អាចយក Gmail ដែលយើងប្រើប្រាស់ប្រចាំថ្ងៃដែលមាននៅក្នុង YouTube ឬក៏កម្មវិធីផ្សេងយកមកប្រើនៅក្នុង DJI អត់បានទេអញ្ចឹងគឺទាមទារឲ្យបង្កើត Gmail ថ្មីតែបើសិនជាទាំងអស់គ្នាទិញពីខាងយើងគឺយើងមានសម្រាប់ Gmail របស់ហាងទាំងអស់គ្នាអាចប្រើបានអាហ្នឹងវាអត់តាក់ទងជាមួយនឹងឧទាហរណ៍បងប្អូនទាំងអស់គ្នាថតវីដេអូឬក៏រូបអីវាអត់ load មក Gmail របស់ហាងទេវាអត់ពាក់ព័ន្ធទេណាបាទសូមបញ្ជាក់កន្លែងហ្នឹងអញ្ចឹងនេះខ្ញុំវាយ Gmail ចូលសិនដើម្បី activate បាទអញ្ចឹងវាយចូលហើយ load ពី activate យើង activate មក join project មក start skip ចោលមកបាទអញ្ចឹងសម្រាប់ tele គឺយើង activate ហើយយើងនៅតែ activate ទៅលើ drone មួយតង់ទៀតទេទាំងអស់គ្នា activate ហើយ update មួយតង់ទៀតគឺរួចរាល់ហើយអាចប្រើប្រាស់បានបាទចុច next មកកន្លែងនេះបញ្ជាក់ទាំងអស់គ្នាបើកទាំងអស់មកណាបាទបើកទាំងអស់មក next ហើយយើង join មកបាទរួចហើយតែប៉ុណ្្នឹងនៅតែ activate drone នេះអូខេអញ្ចឹងសម្រាប់ថ្មគឺខ្ញុំសាច់បានខ្លាំងចូលបានពេញ2គ្រាប់ហើយអញ្ចឹងខ្ញុំថាពី activate ហ្មងបងប្អូនអញ្ចឹង lock មាន2ត្រូវដកចេញទាំងពីរនៅពេលដែលបើកត្រូវណាដកថ្មចេញណា អ
chụp lại muối bí hồi cho tới đây đi nè muối bí hồi cho activate nó chắc là ní cái đoạn network này check network chẳng cứ roll ca update rồi có activate tụi nó nên thử cho wifi nhưng ô mà khổm cho nó bạn nắng mình gặp cho wifi nóបន្ទាប់ពីទាំងអស់គ្នាភ្ជាប់ Wi-Fi ហើយយើងអាចធ្វើការ update បានណាអញ្ចឹងសម្រាប់ drone គឺយើងអាចប្រើប្រាស់បានហើយអរគុណជួបខ្ញុំនៅវីដេអូក្រោយ